ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលអត់ដូចជាសម្បែងធម្មតានោះទេខ្ញុំលើកឧទាហរណ៍ព្រឹកនេះអាចមានបងប្អូនខ្លះឬមួយម្នាក់ណាខ្លះអង្គុយនៅតុកាហ្វេនៅក្នុងរយៈពេលតែ1ម៉ោងឬមួយតែ10នាទីគត់អាចសម្រេចចិត្តធ្វើអីបាន3-4មុខជាពិសេសតាម Facebook ចូល comment បើកទៅមកផុសឃើញរូបភាពអ្នកស្លាប់អ្នករបួសវត្តអារាមឆេះខ្ទេចខ្ទីផ្ទះមិនទាន់ទៅបងប្អូនអាចចូលទៅ comment សង្គ្រាមគួរឲ្យខ្លាចតាស់មិនចង់ឃើញទៀតទេចូលមកផុសទៀតឃើញជនភៀសសឹកដែលលំបាកមិនទាន់ត្រឡប់ទៅវិញបងប្អូនអាចចូល comment ទៀតថាវេទនាណាស់សូមជូនពរបងប្អូនឲ្យឆាប់បានត្រឡប់ទៅវិញហើយកុំឲ្យមានសង្គ្រាមតទៅទៀតចូលមកផុសទៀតស្តៀងគ្នាឃើញអ្នកទៅនៅអូស្មាច់កំពុងតែភ័យផងទៅហើយប៉ុន្តែធៀមរត់ជូនពរសុខសប្បាយហើយសង្ឃឹមថាបន្ទុះហើយនឹងបានឆាប់ត្រឡប់ចូលទៅមកផុសទៀតឃើញកុងតឺន័របន្លាលួសខឹងភ្លាមដូរចិត្តភ្លាមចាប់ទៅដាក់មិនបាញ់មិនវាយភ្លាមអញ្ចឹងនៅក្នុងរយៈពេល10នាទីបងប្អូនអាចបញ្ចេញមតិអាចបញ្ចេញអារម្មណ៍4មុខខុសគ្នាហើយអាមួយចុងក្រោយនេះគឺវាផ្ទុយជាមួយអា3ខាងមុខប៉ុន្តែការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលព្រោះមានសំណួរថាម៉េចបានរដ្ឋាភិបាលធ្វើអញ្ចេះម៉េចក៏មិនធ្វើទេមិនចេះឡើងខ្ញុំមិនសុំរំលឹកហើយបញ្យលលំអិតទេនៅពេលនេះនៅពេលមានឱកាសសមស្របនៅពេលមុខពេលស្ថានភាពវាចប់យើងនឹងបញ្យលប៉ុន្តែក្នុងឱកាសពេលនេះខ្ញុំគ្រាន់តែសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថារាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគឺយើងសម្រេចចិត្តគ្រប់ជំហានទាំងអស់គឺដោយការទទួលខុសត្រូវត្រឹងថ្លែងវាយតម្លៃច្បាស់លាស់នៅក្នុងមុខព្រួយដែលត្រូវគិតគូរទាំងទឹកដីទាំងប្រជាពលរដ្ឋរបស់យើងទាំងកងកម្លាំងរបស់យើងក្នុងពេលតែមួយយើងអាចសម្រេចចិត្តជ្រើសរើសជំរើសតែមួយគត់អត់អាចមានជំរើសដូចអ្នកចូល comment ដែលថាតាមអារម្មណ៍ហើយក៏អត់ខុសទេព្រោះអារម្មណ៍ជាខ្មែរគាត់មានសិទ្ធិឈឺឆាប់មានសិទ្ធិខឹងមានសិទ្ធិបញ្ចេញមតិរបស់គាត់ហើយវាអត់មានប៉ះពាល់អីទៅដល់ស្ថានភាពឬមួយក៏ការឆ្លើយតបដែលបង្កើតជាស្ថានភាពនៅលើដីដោយការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្ជាក់ថាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគ្រប់ជំហានទាំងអស់គឺដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជនបាទនេះគឺជាការសម្រេចចិត្ត